ព្រៃឡង់ដែលមានវិសាលភាពធំធេងជាប់នឹងខេត្តចំនួន4គឺខេត្តកំពង់ធំស្ទឹងត្រែងក្រចេះនិងព្រះវិហារកំពុងទទួលរងនឹងការបំផ្លាញយ៉ាងធ្ងន់ធ្ងរតាមដងផ្លូវគ្រូក្រហមចូលទៅកាន់តំបន់ព្រៃស្នូលនៃព្រៃឡង់ជាប់ស្រុកសណ្ដានខេត្តកំពង់ធំមានឈើហូបធំរាប់រយដើមនេះគឺជាដើមឈើដែលក្រុមហ៊ុន CRCK បានកាប់ទទួលរំលំចាក់ពីបណ្ដោយផ្លូវយើងឃើញស្រាប់ហើយរហូតដល់នេះគឺសុទ្ធតែដំណាក់ឈើទាំងអស់ហើយតាំងពីយើងឈានចូលក្នុងព្រៃរហូតមកដល់កន្លែងគេហៅថាតំបន់ស្នូលនៃព្រៃឡង់ហ្នឹងគឺថាយើងឃើញការកាប់រៀបព្រៃហ្នឹងគឺមានជាហូរហែរហូតដល់ពេលនេះគឺថាមិនទាន់ដាច់នៅឡើយទេតែអាជ្ញាធរមូលដ្ឋានបាននិយាយប្រាប់យើងថាព្រៃនោះគឺជាព្រៃរិចរឹលបើតាមការសង្កេតរបស់យើងឃើញថាព្រៃនេះមិនមែនជាព្រៃរិចរឹលទេគឺជាព្រៃស្រោងដែលមានពេញទៅដោយដើមឈើផលិតនិងដើមឈើធំប្រពន្ធពីអ្នកភូមិបានអះអាងថាព្រៃឡង់បានទទួលរងនឹងការបំផ្លាញចាប់តាំងពីឆ្នាំ2000មកដោយសារការកាប់ឈើយ៉ាងអនាធិបតេយ្យពីសំណាក់កងកម្លាំងប្រដាប់អាវុធហើយក្រោយមកទៀតត្រូវបានបំផ្លាញដោយក្រុមហ៊ុនភៀបភីមិចនិងក្រុមហ៊ុន AB Bright មកដល់ពេលនេះក្រុមហ៊ុនវៀតណាមដាំដើមកៅស៊ូឈ្មោះ PNT Group និងក្រុមហ៊ុន CRCK បានចូលកាប់ទន្ទ្រានវិញម្ដងដែលមកដល់ពេលនេះព្រៃឡង់ទាំងមូលប្រហែល 60% ត្រូវបានបំផ្លាញផ្លូវថ្មីត្រូវបានគេជួសឆាយខ្វាត់ខ្វែងចេញពីព្រៃហើយនៅក្បែរព្រៃនោះទៀតយើងបានប្រទះឃើញរោងចក្រអាឈើដ៏ធំសម្បើមមួយទៀតអ្នកភូមិរាប់រយនាក់នៅក្នុងខេត្តចំនួន4មានខេត្តព្រះវិហារកំពង់ធំស្ទឹងត្រែងនិងក្រចេះដែលរកទទួលទាននឹងអនុផលព្រៃឈើបាននាំគ្នាជំទាស់ចំពោះការកាប់បំផ្លាញនេះអ្នកភូមិម្នាក់បានស្ពាយចានឆ្នាំងអង្ករដើម្បីជាស្បៀងចូលទៅក្នុងព្រៃធ្វើការតវ៉ាអស់រយៈពេល3ថ្ងៃមកហើយដោយសម្រាកនៅក្នុងព្រៃនោះចង់ទៅមើលកន្លែងគោលដៅតែតំបន់ទឹកស្លឹករស់ស៊ីបាទដូចមានជាទឹកជាចុងទងស្លកតែរបស់ប្រជាជីវិតប្រជាជនទៅរស់នៅកន្លែងនោះអត់តោគេមកឲ្យតោសោះបិទសិទ្ធិគេប្រាំផ្នែកផ្លាយការដូចជាហ៊ានដូចលេសគេរំលត់គម្រាមឲ្យយើងទៅប្រមាថបាញ់យើងសក់តាមអំពើទាំងអស់ទីផ្សាររបស់ប្រជាពលរដ្ឋជនជាតិដើមភាគតិចគឺទីផ្សារកាត់គឺព្រៃនេះឯងបាទតែអស់ព្រៃគឺអស់ហើយជីវិតប្រពន្ធពីអាជ្ញាធរអះអាងថាក្រុមហ៊ុនដាំដើមកៅស៊ូវៀតណាមឈ្មោះ CRCK បានទទួលច្បាប់អនុញ្ញាតឲ្យធ្វើអាជីវកម្មនៅឆ្នាំ2009លើទំហំដីចំនួន6165អេកតានៅព្រៃឡង់ក្រោមការអះអាងថាព្រៃនោះគឺជាព្រៃរិចរិលព្រៃនេះល្អរាល់ថ្ងៃហើយដាក់រាល់ថ្ងៃរាល់យប់នោះយប់ណាយប់មិនយកទៅដាក់តទៅភ្លឺចូលទៅតែឈើទៅធំជឿថាព្រៃនេះសម្រាប់ព្រៃចំណោទថាទេបើអត់ចូលធំទៅចំណោទថាបានទៅទៀតតាក់នេះវាបានរត់ទៅនៅខាងខេត្តស្ទឹងត្រែងច្រើនណាស់ព្រោះកន្លែងនេះហើយក្រុមហ៊ុនបានទូឆាយដូចជាដំរីខ្លាទៅសេតជ្រូកព្រៃជុកអីរត់ទៅខាងនោះព្រោះខាងនេះវាប្រតិបត្តិក្រែងទៅខាងនោះអត់មានធ្វើអីទេ